មានខ្ញុំជាបរិវត្តខ្មែរមួយរូបហើយក៏ជាប្រធាននៃអង្គការខ្មែរប្រជាធិបតេយ្យប្រចាំនៅអូស្ត្រាលីជាបឋមជម្រាបសូមកាន់ទុកនិងសូមគោរពវិញ្ញាណក្ខន្ធទៅដល់ព្រះកងទ័ពទៅដល់ពលរដ្ឋដែលជាជនស្លូតត្រង់របស់យើងត្រូវបានទាហានថៃយោធាថៃទម្លាក់គ្រាប់បែកបានបាត់បង់ជីវិតនៅក្នុងពេលដែលប្រយុទ្ធគ្នានៅក្នុងព្រំដែនកម្ពុជាយើងខ្ញុំមិនរើសអើងជាមួយនឹងជនសាសនាទេមែនតែទៅលើពិភពលោកមានអ្នកណាចង់បានសង្គ្រាមទេជនជាតិណាក៏ចង់រស់នៅក្នុងក្តីសុខដែរប៉ុន្តែថៃបែរជាបំពេញរំលោភមកលើទឹកដីរបស់ប្រទេសកម្ពុជាបណ្ដាលឲ្យកងទ័ពកម្ពុជាយើងបាត់បង់ជីវិតបណ្ដាលឲ្យស្ត្រីបាត់បង់ជីវិតតែជាកងទ័ពស្ត្រីយើងបាត់បង់ជីវិតសំទោសមិនសេចហើយស្អប់កងដូច្នេះខ្ញុំទទូចសូមឲ្យយោធាថៃអ្នកនយោបាយថៃសូមបញ្ឈប់បង្កសង្គ្រាមជាមួយនឹងប្រទេសកម្ពុជាខ្ញុំពាវនាវទៅដល់ប្រជាជនថៃដូចគ្នាដែលស្អប់ធ្វើសង្គ្រាមសូមទាមទារដល់ว่าឲ្យទាហានអ្នកឯងឲ្យរដ្ឋាភិបាលអ្នកឯងមេទ័ពអ្នកឯងបញ្ឈប់ដកទ័ពបញ្ឈប់សង្គ្រាមជាបន្តបាទមួយទៀតនោះគឺខ្ញុំក៏សូមឲ្យសហគមន៍អន្តរជាតិសុខពិនិត្យមើលមកវិញអំពីសង្គ្រាមនេះត្រូវមានវិធានការបន្ទាន់ណាមួយដែលអាចបញ្ចប់ពីថៃបន្តសង្គ្រាមជាមួយកម្ពុជាជាពិសេសសហរដ្ឋអាមេរិកបានលក់យន្តហោះ F-16 ទៅឲ្យប្រទេសថៃក្នុងន័យការពារក្តីអាកាសប៉ុន្តែថៃយកយន្តហោះ F-16 មកបំផ្លាញខ្មែរបំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្មែរទម្លាក់បំផ្លាញប្រាសាទខ្មែរនិងសម្រាប់ជនស៊ីវិលដូច្នេះសហរដ្ឋអាមេរិកត្រូវមានវិធានការបញ្ឈប់ដំណើរការ F-16 ជាបន្ទាន់រួមទាំងប្រទេសស៊ុយអែតផងដែរក្នុងនោះទៀតខ្ញុំក៏សូមអំពាវនាវទៅដល់រដ្ឋាភិបាលគឺដូចជាបងប្អូនខ្មែរនៅក្នុងក្រៅប្រទេសយើងឃើញហើយយើងម្នាក់គោរពនឹងទឹកចិត្តនិងឆន្ទៈក្នុងការពលីជីវិតរបស់បងប្អូនទាហានរបស់យើងនៅព្រំដែនយើងមិនត្រឹមតែគោរពទេខ្ញុំក៏សូមទទូចឲ្យយើងជួយគ្រួសារពួកគាត់ពេលខ្លះចាញ់ច្បាំងគាត់នៅអាឡោះឡៃគ្រួសារគាត់អំពីជីវភាពនិងការរស់នៅអញ្ចឹងយើងទាំងអស់គ្នាទាំងក្នុងទាំងក្រៅប្រទេសគ្រប់ទីកន្លែងយើងត្រូវតែបន្តជួយគ្រប់គ្រងគ្រួសារគាត់ដើម្បីឲ្យគាត់មានកម្លាំងចិត្តច្បាំងការពារទឹកដីទាំងអស់គ្នាបាទជ័យយោកម្លាំងសាមគ្គីខ្មែរជ័យយោកម្លាំងសាមគ្គីខ្មែរជ័យយោព្រលឹងជាតិខ្មែរជ័យយោព្រលឹងជាតិខ្មែរហើយត្រូវបញ្ចប់សង្គ្រាមជាបន្ទាន់ Cambodia need peace Cambodia need justice សូមអរគុណបាទ